Three reasons we should know English ហេតុផល3ដែលយើងគួរតែឬក៏យើងត្រូវតែចេះភាសាអង់គ្លេសបងប្អូនដែលកំពុងតែទស្សនាវីដេអូមួយនេះតើមានបងប្អូនណាដែលទើបតែចាប់ផ្ដើមរៀនភាសាអង់គ្លេសឬក៏រៀនភាសាអង់គ្លេសយូរហើយតែអត់ដឹងថាតើយើងរៀនភាសាអង់គ្លេសដើម្បីអីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកជាមួយបងប្អូនគ្នានៅ3ចំណុចដែលជាមូលហេតុក្នុងការចាប់ផ្ដើមរៀនភាសាអង់គ្លេសមួយរយៈពេលនេះដូចយើងបានឃើញអញ្ចឹងភាសាអង់គ្លេសក្លាយជាភាសាមួយដែលសំខាន់ដោយសារតែនៅពេលដែលប្រទេសជាតិរបស់យើងត្រូវការទំនាក់ទំនងជាមួយនឹងប្រទេសដទៃទៀតជាពិសេសប្រទេសនៅក្នុងសមាជិកអាស៊ានជាដើមយើងក៏ត្រូវការចំណេះដឹងភាសាអង់គ្លេសនៅក្នុងការប្រើប្រាស់ដើម្បីយើងអាចទំនាក់ទំនងឬក៏ផ្ដល់ការព័ត៌មានផ្សេងៗទៅដល់អ្នកដទៃបានដូច្នេះហើយតើមើលថាតើមូលហេតុ3យ៉ាងសំខាន់នៅក្នុងការរៀនភាសាអង់គ្លេសគឺអ្វីដោយតើអ្នកគ្នាបានឃើញនៅលើក្តារខៀននេះអញ្ចឹងThree reasons we should know English ហេតុផល3ដែលយើងគួរតែឬក៏យើងត្រូវតែចេះភាសាអង់គ្លេសចំណុចទី1គឺ to research document research មានន័យថាស្រាវជ្រាវការ research មានន័យថាការស្រាវជ្រាវ document ឯកសារចំណុចមួយនេះគឺសំខាន់សម្រាប់បងប្អូនជាពិសេសនិស្សិតដែលរៀនដល់មហាវិទ្យាល័យយើងអាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតទៅលើមុខវិជ្ជាផ្សេងៗមិនថារៀនមុខជំនាញភាសាអង់គ្លេសទេសូម្បីតែរៀនជំនាញច្បាប់ជំនាញសេដ្ឋកិច្ចឬក៏ជំនាញនយោបាយអីជាដើមគឺយើងអាចប្រើប្រាស់ភាសាអង់គ្លេសដើម្បីធ្វើការសិក្សាស្រាវជ្រាវទៅលើមុខជំនាញឬក៏មុខវិជ្ជារបស់យើងនោះបានផងដែរដូច្នេះហើយនៅពេលដែលយើងរៀនភាសាអង់គ្លេសនៅពេលដែលយើងមានសមត្ថភាពនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសយើងអាចប្រើវាដើម្បីធ្វើការ research ធ្វើការស្រាវជ្រាវឯកសារផ្សេងៗដែលតាក់ទងទៅនឹងជំនាញដែលយើងកំពុងតែសិក្សានៅមហាវិទ្យាល័យឬក៏បើទោះបីជាយើងសិក្សាចប់ថ្នាក់មហាវិទ្យាល័យឬក៏ថ្នាក់អនុបណ្ឌិតហើយក៏ពិតមែនប៉ុន្តែនៅពេលដែលយើងចង់សិក្សាស្រាវជ្រាវព័ត៌មានផ្សេងៗក៏យើងអាចប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងការសិក្សាស្រាវជ្រាវដើម្បីឲ្យវាកាន់តែមានភាពទូលំទូលាយជាងភាសាខ្មែរយើងផងដែរហេតុផលទី2ដែលយើងគួរតែចេះភាសាអង់គ្លេសគឺ to communicate with people មានន័យថាដើម្បីធ្វើការទំនាក់ទំនងជាមួយនឹងមនុស្សដទៃមានន័យថាមនុស្សដែលនៅជុំវិញខ្លួនយើងជាពិសេសទូទាំងពិភពលោកតែម្ដងអញ្ចឹងពាក្យថា communication ការទំនាក់ទំនង communicate តាក់ទងឬក៏តាក់ទងជាមួយនឹងមនុស្សដទៃមនុស្សដែលនៅជុំវិញខ្លួនយើងអញ្ចឹងជាក់ស្ដែងដូចយើងបានឃើញអញ្ចឹងនៅក្នុងការប្រជុំផ្សេងៗនៅក្នុងសមាជិកអាស៊ានក្តីឬក៏ជាមួយនឹងពិភពលោកផ្សេងៗសហរដ្ឋអាមេរិកជប៉ុនឬក៏ប្រទេសផ្សេងៗក្តីគឺយើងប្រើប្រាស់ភាសាអង់គ្លេសហ្នឹងគឺជាភាសាគោលសម្រាប់ការប្រស្រ័យតាក់ទងនៅក្នុងការប្រជុំជាដើមមួយទៀតគឺ to find a good job ចុងក្រោយហ្នឹងគឺក្នុងគោលបំណងដែលទទួលបានការងារមួយដ៏ល្អជាការពិតបងប្អូនឬក៏អ្នកសិក្សារៀនសូត្រអ្នកដែលបំពេញការងារក៏ដូចគ្នាដែរនៅពេលដែលយើងចេះភាសាអង់គ្លេសគឺយើងអាចនឹងស្វែងរកការងារមួយដែលល្អសម្រាប់ខ្លួនយើងបានដោយសារអីបច្ចុប្បន្ននេះភាសាអង់គ្លេសគឺជាភាសាមួយដែលតម្រូវឲ្យយើងចេះដើម្បីយើងអាចមានសមត្ថភាពនៅក្នុងការសិក្សារៀនសូត្រក៏ដូចជារៀនឬក៏ធ្វើការងារបានល្អប្រសើរដូចបានបញ្ជាក់ពីខាងលើអញ្ចឹងនៅពេលដែលយើងចេះភាសាអង់គ្លេសនៅកន្លែងការងារគឺយើងអាចធ្វើការសិក្សាស្រាវជ្រាវពាក់ព័ន្ធទៅនឹងចំណេះជំនាញផ្សេងៗដែលយើងត្រូវការនៅកន្លែងការងារហើយជាពិសេសនៅក្នុងការប្រស្រ័យតាក់ទងជាមួយនឹងក្រុមហ៊ុនពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយជាពិសេសបច្ចុប្បន្ននេះយើងអាចធ្វើការតាក់ទងជាមួយនឹងក្រុមហ៊ុនផ្សេងៗទូទាំងសកលលោកបានដូច្នេះហើយការសិក្សាភាសាអង់គ្លេសគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះយើងទាំងអស់គ្នាជារួមមកវិញការសិក្សាភាសាអង់គ្លេសគឺតែងតែផ្ដល់នៅគុណតម្លៃច្រើនមែនទែនចំពោះយើងតែនៅក្នុងនេះចំណុចទី1គឺយើងអាចធ្វើការសិក្សាស្រាវជ្រាវចំណុចទី2យើងអាចទំនាក់ទំនងជាមួយនឹងមនុស្សទូទាំងពិភពលោកបានហើយចំណុចទី3ចុងក្រោយគឺយើងអាចនឹងមានឱកាសការងារមួយដ៏ល្អសម្រាប់ខ្លួនឯងចង់ទទួលបានឱកាសទាំងអស់នេះអ្នកនរគ្នាត្រូវតែប្រឹងប្រែងរៀនភាសាអង់គ្លេសទាំងអស់គ្នាអរគុណ